đa lênនៅViệt Nam là mà khai chiêng ấy nè mình tâm là khơi thơ và lọc anh đã khi mơ hay cũng khơi thay nhưng mà sang đa lên năng nhôm min lôi tròn ấy cứ tên nọ khi đa lên bài lâu bà chặt tề hay ní cứ chơi video ngay tin mua để nhầm đa lênនៅViệt Nam mùi mặt phèn bỏ nhôm về tơ khi lẳng đọc nẹ mỏng ấy hai ban giờ bị mua là hai để nhầm tơ năng cứ nhầm thở từ mới concert là tao khi mặt phèn nhầm xem tia cứ quạt trong ma tinh nhiều ván tơ hang cà phê ấy chẳng tơ về để dùng mau khi tròn chẳng ca để dùng chai việc đôi chơi ca xe tơ lạnh kênh cái lạnh nhắm ấy cứ tay kê trong xem video ngay tin mua ní cứ nhầm xe pi sẽ cam phèn thì để nhầm ban phơiในក្នុងថ្ងៃទី1យេតើវីដេអូនេះអត់មានមក recommend អីទេគ្រាន់តែចង់មក share ពីបទពិសោធន៍ខ្លួនឯងបានមកអីអញ្ចឹងណាអញ្ចឹងសម្រាប់ឡានដែលខ្ញុំធ្វើដំណើរមកហ្នឹងគឺពួកខ្ញុំជិះកំហូរនៅទាំងអស់គ្នាម្នាក់ដូចជា38ទៅមកអញ្ចឹងយេតើបើចង់ដើរលេងបែប low budget តើខ្ញុំគិតថាតម្លៃប៉ុណ្នេះគឺគួរសមហើយសម្រាប់ឡានជិះអីក៏អូខេដែរដោយសារតែខ្ញុំធ្វើដំណើរច្រើនហើយខ្ញុំគិតថាប៉ុណ្ណឹងគឺអូខេហើយសម្រាប់កន្លែងគេងវិញគឺខ្ញុំបុកតាម Airbnb ខ្ញុំគេង2យប់គ្នា10នាក់អញ្ចឹងណាហើយទាំងអស់ហ្នឹងគឺអស់តែ220អ្នកទាំងអស់គ្នាអញ្ចឹងបើ share គ្នា10នាក់ទៅគឺអស់ម្នាក់22ក្នុង2យប់ហ្នឹងអញ្ចឹងសម្រាប់ trip ទៅវៀតណាមហូជីមិញនេះខ្ញុំគិតថាការចំណាយធំគឺមានតែថ្លៃធ្វើដំណើរក៏ដូចជាកន្លែងគេងតែប៉ុណ្្នឹងឯងហើយដូចខ្ញុំទៅមើល concert អញ្ចឹងគឺខ្ញុំចំណាយថ្លៃ extra ទៅលើ concert នឹងមកតង់ទៀតទេហើយសម្រាប់ concert ដែលខ្ញុំទិញជាមួយនឹង membership ហ្នឹងដូចជាអស់130ថា140ចុះទៅសម្រាប់ខ្ញុំគិតថា3ថ្ងៃ2យប់ដែលខ្ញុំនៅហ្នឹងគឺខ្ញុំចំណាយអស់តិចខ្លាំងមែនតើហ្មងដោយសារតែការចាយវានៅនឹងរៀងថោកអីអញ្ចឹងហើយ tip មួយទៀតក្នុងការដើរលេងមិនថាទៅវៀតណាមឬមួយក៏ទៅណាបើសិនជាអ្នកនរគ្នាចង់លក្ខណៈថាចង់ទៅដើរលេងបែប low budget អីអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាធ្វើការបែងចែក budget របស់អ្នកនរគ្នាលក្ខណៈថាអញ្ចឹងខែមុននឹងទៅដើរលេងមួយខែឬ2ខែអញ្ចឹងអ្នកនរគ្នាអាចធ្វើការបុកផ្ទះឬមួយក៏បុកឡានមុនអញ្ចឹងណាអញ្ចឹងទៅថ្លៃប្រាក់ខែឬមួយក៏ថ្លៃចំណាយរបស់អ្នកនរគ្នាហ្នឹងអាច pay ទៅលើថ្លៃគេងឬមួយក៏ថ្លៃឡានបានមុនហើយអញ្ចឹងចូលមកដល់ខែក្រោយដែលអ្នកនរគ្នាត្រូវដើរលេងហ្នឹងអ្នកនរគ្នាចំណាយទៅត្រូវថ្លៃចាយវាឬមួយក៏ទិញអីញ៉ាំតែប៉ុណ្្នឹងទៅគឺអស់តិចមែនតើលក្ខណៈថាយើងចាយប្រដាក់ណាអញ្ចឹងទៅនៅពេលដែលយើងបើកប្រាក់ខែមកយើងមិនអស់ទាំងដុំដើម្បីយកទៅដើរលេងទេដោយសារយើងបានចំណាយថ្លៃឡានថ្លៃផ្ទះឲ្យមុនហើយសម្រាប់ខ្ញុំហ្មងខ្ញុំអ្នកអត់សូវចូលចិត្តញ៉ាំផ្អែមហើយខ្ញុំចូលចិត្តហឹរប៉ុន្តែខ្ញុំមកនេះគឺរបៀបថារបស់របរភាគច្រើនគឺផ្អែមសម្រាប់ខ្ញុំហើយវាអត់សូវហឹរអីអញ្ចឹងទៅខ្ញុំមកនេះ3ថ្ងៃ2យប់គឺខ្ញុំនឹកម្ហូបខ្មែរយើងខ្លាំងមែនតើហ្មងហើយមិនមានន័យថាម្ហូបគេអត់ឆ្ងាញ់ទេណានិយាយទៅកន្លែងដែលខ្ញុំទៅហ្នឹងមិត្តភក្តិខ្ញុំគាត់ recommend ឬមួយគាត់នាំទៅហ្នឹងសុទ្ធតែឆ្ងាញ់គ្រាន់តែថាវាមិនមែនចំណង់ចំណូលចិត្តរបស់យើងអីអញ្ចឹងសម្រាប់វីដេអូថ្ងៃទី1គឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ថ្ងៃទី2ខ្ញុំនឹង share បទពិសោធន៍របស់ខ្ញុំទៅដើរលេងកន្លះថ្ងៃហើយទៅ concert កន្លះថ្ងៃថាខ្ញុំជួបអីខ្លះហើយបទពិសោធន៍ដែលខ្ញុំទៅ concert នៅប្រទេសវៀតណាមហ្នឹងមិនដែរព្រោះនេះគឺជាលើកទី1ដែរអញ្ចឹង